Assalamualaikum warahmatullahi wabarakatuh តោះតលេងប្រទេសម៉ាឡេជាមួយខ្ញុំរយៈពេល2សប្តាហ៍ដំបូងឡើយយើងត្រូវរៀបចំអីវ៉ាន់ហើយនឹងចេញពីផ្ទះទៅធ្វើម៉េចឲ្យបានទៅដល់នោះមុនម៉ោង 9 ដោយសារតែវេលាយន្តហោះថ្មីគឺនៅឆ្ងាយពីផ្ទះខ្ញុំអញ្ចឹងហើយខ្ញុំត្រូវសេរីម៉ោងធ្វើម៉េចឲ្យបានទាន់ពេលវេលាទៅដល់នោះយ៉ាងហោចណាស់ឲ្យបានខ្ទង់ម៉ោង 9 តិចតួចដើម្បីយើងងាយស្រួលក្នុងការ check in ឥឡូវនេះយើងមកដល់ពលានហើយពលានថ្មីនេះគឺធំខ្លាំងមែនតើនឹងបំពាក់ឧបករណ៍ទំនើបជាច្រើននៅក្នុងពលាននេះហើយនឹងផ្ដល់ភាពងាយស្រួលទៅដល់អ្នកធ្វើដំណើរទាំងទៅទាំងមកដូចគ្នាមុនពេល check in យើងមើល board សិនថាយើងត្រូវ check in នៅ counter ណាខ្ញុំ check in នៅ counter A5 ដល់ A8 អញ្ចឹងខ្ញុំត្រូវតម្រង់ជួរដើម្បី check in ហើយនេះជា counter សម្រាប់ដកប្រាក់$7សម្រាប់អ្នកកាន់ passport ខ្មែរដោយឃើញថាមិនទាន់ដល់ម៉ោងឡើងយន្តហោះដូច្នេះខ្ញុំក៏ឡើងមកមើលកន្លែងសម្ភាសយ៉ាងបើយើងចូលពីខ្លោងទ្វារមកយើងឡើងទៅខាងស្ដាំគឺកន្លែងសម្ភាសយ៉ាងមនុស្សប្រុសហើយនិងខាងឆ្វេងកន្លែងសម្ភាសយ៉ាងមនុស្សស្រីហើយនេះជាកន្លែង check សម្ភារៈ check អីវ៉ាន់លើខ្លួនក៏ដូចជាអីវ៉ាន់ដែលយើងយកទៅ7គីឡូនៅជាប់ខ្លួនហ្នឹងនេះជា gate ដែលខ្ញុំត្រូវអង្គុយរងចាំគឺនៅ A24Aឃើញថាជើងអាហាររបស់យើងក៏បានមកដល់ដូច្នេះយើងក៏តម្រង់ជួរដើម្បីរៀបចំឡើងយន្តហោះទាំងអស់គ្នាហើយកន្លែងនេះគឺយើងតម្រង់ជួរដើម្បី check មើល boarding pass របស់យើងថាតើយើងមកត្រូវម៉ោងរបស់យើងនៅហើយត្រូវ gate របស់យើងនៅអីចឹងដើម្បីកុំឲ្យមានការច្រឡំជើងហោះហើរ Thank you ហើយនៅលើយន្តហោះក៏គេមានកដាស់ព័ត៌មានសុវត្ថិភាពដើម្បីឲ្យយើងបានអាននិងយល់ដឹងអំពីការធ្វើដំណើររបស់យើងនៅពេលដែលយន្តហោះឡើងបានប្រហែលជា10ទៅ20នាទីគេក៏ចាប់ផ្ដើមចែកនៅអាហារសម្រន់ហើយដោយសារតែខែនេះគឺជាខែបួសអញ្ចឹងខ្ញុំក៏សុំគេខ្ចប់ដើម្បីទុកពេលសេបួសពេលល្ងាចវិញរយៈពេល2ម៉ោងអាចថា1ម៉ោង50នាទីទៅ2ម៉ោងគឺយន្តហោះយើងបានចុះចតនៅពលានយន្តហោះ KLIA1 នេះគឺជាទស្សនវិជ្ជានៅក្នុងពលានយន្តហោះ KLIA1 ដែលយើងបានមកដល់ពេលចេញមកក្រៅរោងចាំបងថ្លៃក៏គាត់មកដល់មកហើយពួកយើងក៏បានចូលសប្បាយយ៉ាងរហូតនៅក្នុងម៉ាស៊ីនមួយដែលនៅជិតពលានយន្តហោះដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋស្លាងររបស់ប្រទេសម៉ាឡេស៊ីបន្ទាប់ពីសម្បាយ៉ាងរួចពួកយើងក៏ធ្វើដំណើរបន្តទៅមុខទៀតហើយឃើញថាមេឃភ្លៀងចំណាយពេលប្រហែលជា2ទៅ3ម៉ោងយើងបានមកដល់រដ្ឋជហូដែលបងស្រីរបស់ខ្ញុំគាត់នៅនេះជាហាងលក់កៅអៅរបស់បងស្រីរបស់ខ្ញុំដែលស្ថិតនៅក្នុងខេត្តសកាមាត់របស់រដ្ឋជហូទាំងអស់នេះគឺជាសកម្មភាពដែលយើងធ្វើដំណើរពីប្រទេសកម្ពុជាមកកាន់ប្រទេសម៉ាឡេស៊ីក្នុងថ្ងៃទី1សូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់ហើយយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ